តែត្រូវអនុវត្តរួមមានចលនាកចលនាដៃចលនាកាយចលនាចង្កេះចលនាជង្គង់ចលនាជើងចលនាទាំងអស់នេះធ្វើឡើងដើម្បីពង្រឹងកាយសម្បទាឲ្យភាពរឹងមាំនិងរហ័សរហួនបន្ទាប់ពីចលនាកម្ដៅសាច់ដុំបឋមរួចមកតាមឯកភាពនិងរួមគ្នាបង្ហាញអត្ថប្រយោជន៍គុណជូនឯកឧត្តមគតិសម្បូរទស្សនាលង្ហិនគឺបង្ហាញចំហប្រយុទ្ធដោយមានការបូករុកបញ្ចូលក្បាច់ជាច្រើនរូបមេគុណដៃមេគុណជើងមេគុណកែងមេគុណជង្គង់មេគុណការពារមេគុណទាំងអស់នេះហើយដែលបានបូកបញ្ចូលគ្នាបង្កើតបានជាក្បាច់គុណលង្ហិនមួយដែលបុព្វបុរសបន្សល់ទុកឲ្យយើងទាំងអស់គ្នាអនុវត្ត